នេះប៉ូលីសមិនต้องចាប់ខ្លួននាងទេមែននាងចង់ឲ្យខ្ញុំចាប់កុកណាស់មែនដូចជាងាយពេកទៅដឹកខ្ញុំដូចជាខ្មៅអ្នកគ្រូដល់ហើយទី2ប៉ាឲ្យយកក្មួយទៅជួបអ្នកគ្រូអត់ស្អីអ្នកគ្រូខ្ញុំដូចជាខ្មៅអ្នកគ្រូដល់ហើយអ្នកគ្រូមិនបាច់ធ្វើក៏បានទុកខ្ញុំទៅធ្វើវិញមិនអីទេលោកធម្មតាខ្ញុំជាមនុស្សស្រីឃើញក៏ក្រិចមើលនៅភ្នែកក៏វាមិនកើតណាមួយមកនៅផ្ទះលោកជួយធ្វើកិច្ចការខ្លះក៏វាមិនអីដែរតែខ្ញុំចង់សួរអ្នកគ្រូមួយតើអ្នកគ្រូគិតយ៉ាងណាដែរទៅលើគ្រូសាស្ត្ររបស់ខ្ញុំមិនក៏លោកសួរខ្ញុំបែបហ្នឹងរឿងគ្រួសាររបស់លោកហេតុអ្វីខ្ញុំត្រូវគិតឬមួយក៏រឿងនេះមិនមានឥទ្ធិពលទៅលើនាងបន្តិចទេលោកផ្លុកតាណាហ្នឹងអូគឺខ្ញុំខ្មៅអ្នកគ្រូហ្នឹងណាដោយសារតែរឿងគ្រូសាស្ត្ររបស់ខ្ញុំវាញ៉ៃញ៉ៃពេកមិនអីនោះទេអូមែនហើយខ្ញុំអាចសួរលោកមួយរឿងទៀតបានអត់តើបើសិនជាអ្នកនាងម្សិលមិញមិនមែនជាម្ដាយរបស់ទេពីតើម្ដាយរបស់ទេពីនៅឯណាទៅមិនអីទេបើសិនជារឿងនេះលោកពិបាកឆ្លើយមិនបាច់ឆ្លើយក៏បានដែរមើលទៅពូម៉ែចៅរឿងអ្នកនេះនៅតែមានរឿងលាក់បាំងនឹងខ្ញុំមិនដឹងថាម្ដាយរបស់ទេពីគាត់មានរឿងក្តីក្តាំងអីនោះទេខ្ញុំគួរតែប្រយ័ត្នខ្លួនជាងនេះទៅល្អស្គាល់យូរទៅពូម៉ែចៅរឿងអ្នកនេះមិនគួរឲ្យទុកចិត្តសោះពិតដូចពីគេថាស្គាល់ដំបងត្បូងប្រែជាពេជ្រស្គាល់យូរបន្តិចពេជ្រប្រែជាថ្មមិនដឹងថាថ្ងៃស្អែកមានរឿងអ្វីកើតឡើងទៀតទេខ្ញុំឮមិញប្រាប់ថាសំភីឯងមកបង្រៀននៅទីនេះហើយស្នាក់នៅទីនេះទៀតហើយសំភីឯងគិតអីបានជាហ៊ានដល់ម្ល៉េះតែប៉ុន្តែខ្ញុំក៏ភ័យដែរប៉ុន្តែពេលនោះខ្ញុំត្រូវការលុយបន្ទាន់ដើម្បីមកវះកាត់ម៉ែដល់ឥឡូវភ័យខ្លួនដែរហ្នឹងហើយមកធ្វើហ្នឹងគេឲ្យប្រហែលគឺ$2000ជារៀងរាល់ខែគ្រាន់តែគ្នាទៅតើរឿងត្រូវនៅមួយគេសភីឯងមានគិតទេ$2000គឺវាច្រើនណាស់សម្រាប់ប្រាក់ខែគ្រាន់តែជាគ្រូបង្រៀនតាមផ្ទះនេះគឺជាអន្ទាក់ច្បាស់ណាស់ហើយខ្ញុំឮមកថាអាប៉ែហ្នឹងគឺជាពោះម៉ាយចៃរៀងផងសភីឯងប្រយ័ត្នទៅធ្វើស៊ីទៅហើយប្រយ័ត្នខ្លួនមែនតើណែកុំលេងបំភ័យគ្នាចឹងមើលគ្នាពងតែភ័យក្រាប់ផងហើយឥឡូវបើចង់រត់ដែរក៏ត្រូវសងលុយគេតាមកង្ត្រាដែរខ្ញុំមកនេះគឺខ្ញុំអាណិតហើយក៏បារម្ភពីសុភីឯងដែរហើយបើសិនជាសុភីឯងមានរឿងអីមករកខ្ញុំបានខ្ញុំមាននៅលុយសោកហោះដែរខ្ញុំអាចជួយបានស្លាប់ហើយពូម៉ៃរកចិត្តនេះគេបានរកខ្ញុំមកពីណាមិនដេចក៏មើលហើយសុំអីយ៉ាងនេះមិនកើតទេមិនដឹងថាថ្ងៃមុខតប៉ែរកចិត្តម្នាក់នេះធ្វើស្អីខ្ញុំខ្លះទេគួរតែរត់ល្អជាងរឿងលុយត្រូវសងចាំគិតតាមក្រោយទៅកុំឲ្យខុសខ្លួនតាន់ខ្ញុំខំតែគិតថាជាមនុស្សល្អមិនដឹងថាចង់យកលុយមកសកត់ស៊ីខ្ញុំសោះសំមុខហើយដែលប្តីប្រពន្ធពីរនាក់នោះបោកលុយលួចភាគហ៊ុននោះWelcome back. See you again អ្នកគ្រូសំភីនេះប៉ូលីសមិនต้อง
មែន នាងចង់ឲ្យខ្ញុំជាប់គុកណាស់មែនដូចជាងាយពេកតែដឹងសុភ័ណ្ឌមិនមែនសេរីអន់ដូចអាប្តីចំសៀតនោះឯងមកជាប់គុកដោយសាររឿងប៉ុណ្ណឹង នាងចង់បានអីឆាប់ជិះផ្លូវខ្ញុំណាខ្ញុំនឹងឡងគ្នាឲ្យពាក់ព័ន្ធគ្នាទេ អ្នកគ្រូមើលបាត់ដៃខ្ញុំមើលតើស៊ីនឹងមុខអ្នកគ្រូឬអត់ ខ្ញុំមិនដែលស្គាល់នាងទេហើយដើម្បីក៏ចេះតែមករករឿងខ្ញុំរហូតចឹង កុំដេកបាត់ច្រើន សួស្តីលោកមករាបានរត់ទឹកពីការចាប់ខ្លួនហើយពេលនេះពលិកំពុងស្វែងរកលោកទៅយ៉ាងនោះផង តែខ្ញុំចូលទៅផ្សារតាំងពីព្រឹកអត់ទាន់ឃើញមកវិញទេពីបារម្ភ កូនកុំបារម្ភណាចាំប៉ាទៅរកអ្នកគ្រូឲ្យកូនឯងចាំផ្ទះហ្នឹងណាអ្នកគ្រូអ្នកគ្រូអ្នកគ្រូ អ្នកគ្រូអ្នកគ្រូអ្នកគ្រូសំភេអ្នកគ្រូសំភេអូ តាមអ្នកគ្រូសំភីអ្នកគ្រូកូនស្រីអ្នកគ្រូកូនស្រីអ្នកគ្រូកូនស្រីអ្នកគ្រូ កូនស្រីអ្នកគ្រូកូនស្រី នាងចង់ធ្វើអីឆាប់ដល់លេងខ្ញុំណាបាត់មកដល់ ធ្វើចរិតឲ្យសំភេតិចមើលគ្មានណាចាប់មនុស្សមកបំរើទៅវិញ អញ្ចឹងនាងចាប់ខ្ញុំមកធ្វើអីខ្ញុំបានធ្វើស្អីនាងទៅ ណែតិចមកដៃបែកមាត់លើហ្នឹងប្រាប់អីតាថាគ្មានណាចាប់មនុស្សមកបំរើទេគឺខ្ញុំចាប់ឯងមកចម្រិតហ្នឹងហើយក្រែងនាងដឹងអីតាថាខ្ញុំកំពុងតែរត់តិចពីប៉ូលីសចឹងហើយខ្ញុំត្រូវការលុយដើម្បីទៅសុខក្រៅទៅរួចខ្លួនបាន បាទអញ្ចឹងនាងកាត់ខុសហើយខ្ញុំក្រខាងណាស់ហើយជាពាក់ធនាគារទៀតទោះជានាងចម្រិតទាខ្ញុំច្បាច់កដល់លៀនតាទៀតក៏ខ្ញុំគ្មានលុយឲ្យដែរ អីក៏ក្រជាងអញទៀតនោះ នាងនេះភ្លើដែរតាចូលអន្ទាក់របស់សំភីហើយចាំមើលខ្ញុំនឹងដើរទោះជាអ្នកក្ររហូតដល់នាងរស់ស្អីប្លន់មិនឃើញនាងខួក្របីល្ងង មិនចង់ចាត់ចម្រិតទៀតអត់ដល់លេងខ្ញុំតាខ្ញុំគ្មានស្អីក្រៅពីបំណុលទេ ខ្ញុំនៅចាប់ចម្រិតធម្មតាខ្ញុំប្រាប់រឿងមួយទៅអ្នកគ្រូចាស់អ្នកគ្រូដឹងអត់ថាមុខមាត់របស់អ្នកគ្រូដូចជាទូ ATM របស់ខ្ញុំអញ្ចឹងខ្ញុំចង់ដកលុយប៉ុណ្ណាក៏បានដែរ
អ្នកគ្រូមានដឹងមូលហេតុអីអត់ដោយសារតែមុខមាត់របស់អ្នកគ្រូដោយប្រព័ន្ធដើមរបស់វងឡុងនោះអីដែលត្រូវជាម្ដាយរបស់ទី2 រឿងមួយរូបដែលលងមើលលើកមុនជារូបប្រពន្ធរបស់គេនេះខ្ញុំយល់ច្រឡំលើគេហើយមើលទៅ ខ្ញុំបានពិនិត្យមើលហើយពីក្បាលដល់ចុងជើងរបស់នាងពិតជាដូចប្រព័ន្ធដើមរបស់បងឡុងមែនដូចមុខអ្នកស្រីកូរ៉េនោះអី ខំតែម្យ៉ាងគឺក្រសុភ័ក្រជួយខ្ញុំផងមានគេតាមធ្វើបាបខ្ញុំជួយជូនខ្ញុំទៅផ្ទះតិចមក ចឹងអត់អីចាំខ្ញុំជូនសុភាទៅផ្ទះវិញណា អាចរៃហើយយកនៅគ្រូសំភីនឹងកូនខ្ញុំវិញទៅ អញយកទេអាចចម្លៃអញហាត់ទៅទេហើយខ្ញុំភ័យទៅហើយចាប់កូនស្រីយើងទៅទៀត អ្នកគ្រូក្រាបឡើង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  ពិតជាបកកាយខាងណាបងសម្លាញ់អូនត្រូវយកបងពិតជាមិនខុសមែន ចឹងអត់អីចាំខ្ញុំជូនសុភាទៅផ្ទះវិញណា ទី2ប៉ាយកក្មួយទៅជួបអ្នកគ្រូមកទៅមួយពូ បើបងចង់បានអ្នកគ្រូសំភីនិងទេពីត្រឡប់ទៅវិញបងត្រូវតែយកលុយ80លានមកបដូរពួកគេប៉ុន្តែបងត្រូវមកតែម្នាក់ឯងហាមក៏ដឹងប៉ូលីសបើសិនជាមិនចង់ឲ្យមានមនុស្សស្លាប់នៅទីនេះ បងមកអីអស់សុខប្តីអង្គគិតថាបងមកឥឡូវបងពិតជាមកមែនឯណាលុយ អូនពិតជាថោកទៀតណានៅលើលោកនេះរឿងអីអូនធ្វើបានដែរអូនណាអាក្រក់លើពីការគិតរបស់បងទៀត អូនអាក្រក់ចុះបងវិញក៏ដឹងប៉ូលីសឲ្យចាប់ប្រពន្ធគិតតែល្អមើលណាស់ណែតែឥឡូវវាមិនសំខាន់ទេសំខាន់គឺលុយឲ្យលុយមកបើចង់បានពួកគេទៅវិញ ពួកបាពីដូចជាអូនណាឲ្យទុកចិត្តមិនបានឥឡូវយើងបោកតាណាគ្នា តែជាស័ក្តិសមជាអ្នកជំនួញកាន់ភាគហនធំមែនមួយច្បាស់បងភ័ក្រឆាប់យកពួកគេមក កូនស្រីនិងអ្នកគ្រូមានការអីអត់ ខ្ញុំនឹងតែពីម្លេះទេ បើអញ្ចឹងរឿងហ្នឹងវាគួរតែដល់ពេលបញ្ចប់ហើយអ្នកខ្លះឆាប់ចេញមកដោះស្រាយរឿងនេះដាច់ស្រេច បើឯងមិនបានចាប់អ្នកគ្រូសម្ភារនឹងកូនស្រីរបស់យើងតើពួកគេបាត់ទៅណា
có chia support này bọc khoai bảo vệ ấy ហើយប្រកាសអត់ nhưng cọt phải chăm dưỡng chui anh dưỡng nó so riêng chớ là nơi chỉ đẹp chi bôi support nữa ស្អាតហើយ ôi đi sai tôi gì nhóm phạt né là chưa cho đi còn nhóm chọc cục pi bằng ngày sao như thì bảo mũi nhỉ bạn đừng mò bằng này đây thôi មែនហើយសុភ័ក្រមិនក៏អញក្បត់យើងបែបនេះ សុំទោសសុភីបេះដូងវាសំខាន់ជាងមិត្តភាព